បាទជំរាបសួរលោកពូបាទជំរាបសួរបាទលោកពូមានឈ្មោះអីដែរលោកពូបាទខ្ញុំបាទឈ្មោះកៃម៉ាប់អូកៃម៉ាប់លោកពូចង់ដឹងថាលោកពូរស់នៅភូមិឃុំនេះហៅភូមិឃុំអីដែរលោកពូបាទខ្ញុំបាទនៅខេត្តបន្ទាយមានជ័យស្រុកថ្មពួកភូមិត្រឡែកបាទហើយលោកពូមានអាយុប្រហែលដែរលោកពូបាទខ្ញុំមានអាយុ53 54ឆ្នាំថ្មីនេះឯងបាទលោកពូបាទលោកពូចង់ដឹងថាពីមុនមកលោកពូមិនទាន់បានប្រើផលិតផលណាកូស៊ីនេះលោកពូមានបញ្ហាសុខភាពអីខ្លះអាឡែស៊ីអីខ្លះបាទខ្ញុំគាត់ខ្ញុំមិនទាន់បានប្រើណាកូស៊ីនេះខ្ញុំដើមហេតុវាមានអាឡែស៊ីច្រមុះហើយក៏ខ្ញុំតែងតែប្រើថ្នាំពេលណាពេលណីមួយចំនួនខ្លះដែរក៏ប៉ុន្តែវាអត់ត្រូវដល់ពេលត្រូវមកត្រូវណាកូស៊ីនេះប្រកាសមែនបាទមកត្រូវណាកូស៊ីបាទលោកពូមានថាបញ្ហាអាឡែស៊ីច្រមុះហ្នឹងវាធ្វើទុកមិនខ្លះដែរអាឡែស៊ីច្រមុះលោកពូបាទអាឡែស៊ីច្រមុះនេះវាតឹងវាជ្រើផ្ដាស់សាយកណ្ដាស់ខួបខុសហើយវាមានស្វាំងភ្នែកហើយឈឺក្បាលបាទឯងអានេះអាការៈលាកស៊ីច្រមុះនេះបាទចុះមានធ្វើទុកឲ្យលំមាស់តិចលំមាស់ភ្នែកឬក៏ក្អកមានស្លេះអីដែរវាមានខ្លះដែរបើថាវាស្វាំងភ្នែកតិចតួចឬក៏វាក្អកមានខ្លះបន្តិចជាតាម model បាទលោកពូបាទចឹងលោកពូប្រើផលិតផលណាកូស៊ីនេះលោកពូប្រើប្រមាណគ្រាប់ប្រមាណថ្ងៃទៅដឹងពីប្រសិទ្ធភាពបាទណាកូស៊ីនេះខ្ញុំប្រើរយៈពេល10ថ្ងៃរយៈពេលដឹងរយៈពេល10ថ្ងៃដឹងគុណភាពវាបានធូរស្រាលនៅក្នុងច្រមុះបាទធូរស្រាលទៅលើអីខ្លះហាលទៅលើដូចជាក្នុងវាប្រហើងប្រហាងវាជ្រើកវាកណ្ដាស់ហើយក៏យើងក៏ដកដង្ហើមស្រឡះស្រួលបាទអាហ្នឹងយើងប្រើទៅវាបានធូរច្រើនឯប្រើទៅបានធូរច្រើនបាទចុះយើងហូបរបស់ផ្អាប់របស់តិចអីបានទេពេលហ្នឹងបាទពេលបាទរឿងអាការហូបរបស់តិចរបស់ផ្អាប់នេះខ្ញុំក៏មិនដែលបានហូបទេអាកន្លែងរបស់ខ្ញុំក៏តំខ្លួនឯងដែរអូអាហ្នឹងយើងតំសិនដើម្បីឲ្យបានធូរស្បើយជាអញ្ចឹងលោកពូបាទនៅតំសិនបាទតំសិនឲ្យឆាប់ជាអញ្ចឹងលោកពូសប្តាហ៍ថ្ងៃលោកពូប្រើផលិតផលណាកូស៊ីនេះអស់ប្រហែលកំប៉ុងហើយខ្ញុំប្រើអស់ប្រើអស់ចំនួន2កំប៉ុងហើយអូប្រើអស់2កំប៉ុងហើយលោកពូជួយបញ្ជាក់បន្ថែមលោកពូប្រើ2កំប៉ុងហ្នឹងលោកពូបានធូរបានជាទៅលើអីខ្លះបាទខ្ញុំប្រើអស់ចំនួន2កំប៉ុងនេះវាធូរស្លាស់ក្នុងច្រមុះក្នុងខ្លួនក្នុងប្រាណទាំងអស់ឯងបាទអាឡែស៊ីលោកពូហ្នឹងបានធូរមិនហើយច្រមុះអាលីអីហ្នឹងអាឡែស៊ីច្រមុះនេះវាបានធូរ70-80% មកហើយបាទហើយចុះលែងច្រមុះភ្នែកលែងច្រមុះតិចអស់ហើយបាទលេងរមើលហើយចុះឈឺក្បាលអីគេងអីមានថប់អាហ្នឹងយើងគេងអីស្រួលអស់ហើយចឹងលេងអានោះគេងទូក៏ស្រួលវិញហើយវាឈប់មានដកដង្ហើមចេញពីមាត់ពីអុយហើយយើងអាចដកពីច្រមុះបានដូចដើមហើយបាទដូចដើមហើយចុះហូបរបស់តិចអីបានទេដូចជាយើងហូបទឹកកកអីចឹងមានធ្វើទុកហ៎បាទកន្លែងចំណុចនោះតែពីខ្ញុំចាប់ឈឺមកខ្ញុំតាមរបូតខ្ញុំមិនហូបទេដូចជារបស់តិចរបស់ផ្អាប់នេះខ្ញុំផ្អាកមួយរយៈសិនបងគាត់ពីខ្ញុំមិនទាន់កើតខ្ញុំហូបបាទតែដល់ពេលដល់កើតនេះមកហើយនេះខ្ញុំអត់ដែលហូបទេសំបីតែទឹកកកក៏ខ្ញុំមិនដែលប៉ះបាទលោកពូលោកពូថាលោកពូធ្លាប់វះកាត់អីចំបោះហ្នឹងមិនដែរលោកពូដុសសាច់ឬក៏មិនបានធ្លាប់វះកាត់ខ្ញុំធ្លាប់ដែលវាកើតមករយៈពេលយូរឆ្នាំហើយខ្ញុំកើតតែពីឆ្នាំ2017មកនេះបាន4 5 6ឆ្នាំវាដុសសាច់នៅក្នុងច្រមុះបានខ្ញុំទៅវះកាត់នៅខេត្តបាត់ដំបងនៅគេហៅភូមិកពបបាទនៅខេត្តបាត់ដំបងខ្ញុំវះកាត់ម្ដងហេតុអីបានធ្វើទុកវិញចឹងលោកពូពេលវាអស់តែរំសួលឆ្នាំដែលគេយកមកដែលគេផ្សំអយមកដល់នេះវាដោះវិញអូដោះវិញលោកពូបានឃើញផលិតផលនេះយកមកប្រើបានធូរបានជាបាទដល់ពេលនេះខ្ញុំក៏បោះ Facebook មើលទៅក៏ឃើញគេប្រកាសតាម Facebook ទៅក៏ខ្ញុំក៏ឃើញក៏ខ្ញុំក៏ជាវតាម Facebook នេះឯងតាមអនឡាញយកមកប្រើខ្ញុំប្រើដល់ពេលប្រើទៅក៏ឃើញជាលទ្ធផលវាស័ក្តិសិទ្ធិមែនបាទអញ្ចឹងក្នុងច្រមុះហ្នឹងស្វិតរួញទៅវិញអស់ហើយចឹងលោកពូស្វិតរួញទៅវិញអស់ហើយបាទអញ្ចឹងដោះហ្នឹងធំហើយលោកពូវាដោះមកពេញរន្ធច្រមុះយើងអូយើងមើលទៅឃើញបាទមើលតែយើងកាន់តែចាប់ទៅជួលកញ្ចក់ទៅឃើញខ្លួនឯងអូឃើញដោះមកឡើងក្រហមអញ្ចឹងលោកពូបាទដោះមកក្រហមតែឥឡូវបច្ចុប្បន្នលោកពូឆ្លោះទៅលែងឃើញស្វិតទៅវិញអស់ហើយអត់មានទេហើយលែងធ្វើទុកលែងអីអស់ហើយចឹងបាទលែងអស់ហើយលោកពូលែងធ្វើទុកហ្នឹងលែងធ្វើទុកអីខ្លះលោកពូជួយជាក់បន្ថែមមើលវាលែងធ្វើទុកឲ្យយើងវាជ្រើវាកណ្ដាស់វាដេកទៅក៏តឹងថប់វាតែវាស្លាស់ក្នុងច្រមុះយើងបាទស្លាស់អស់ហើយបាទអញ្ចឹងជាចុងក្រោយអរគុណទៅដល់លោកពូមានពាក្យពេចន៍អីសម្រាប់ផ្ដាំទៅពុកម៉ែបងប្អូននៅក្នុងភូមិឃុំហ្នឹងឬក៏ពុកម៉ែបងប្អូនទូទាំងប្រទេសដើម្បីជាផលិតផលណាកូស៊ីទៅប្រើបានធូរបានជាដោយលោកពូបាទមកចាស់ខ្ញុំក៏អរគុណឆ្នាំណាកូស៊ីនេះណាបើថាបងប្អូនណាកើតដូចរូបខ្ញុំបាទនេះក៏សូមឲ្យជាវប្រើដូចខ្ញុំផងឲ្យបានជាស្លាស់ទាំងអស់គ្នាដូចថាលោកពូធ្លាប់កើតអីខ្លះអញ្ចឹងលោកពូជួយប្រាប់គាត់បន្តិចមើលដើម្បីយកទៅប្រើបាទណាដែលអ្នកដែលកើតអាឡែស៊ីច្រមុះវាតែងតែផ្ដាស់សាយខួបខុសដើមហេតុវាដល់ពេលដល់យូរទៅវាคล้ายឲ្យទៅជាដោះសាច់តែបើបងប្អូនណាបានឃើញហើយក៏សូមជាវប្រើណាកូស៊ីនេះដូចរូបខ្ញុំបាទផងបាទអរគុណច្រើនលោកពូសម្រាប់ការចែករំលែកអរគុណច្រើនលោកពូជំរាបលាបាទអរគុណ